ឯកឧត្តមសេនីយ៍ត្រីសំសុនបានពំនាំនៅសេចក្តីនឹករលឹកនិងសួរសុខទុក្ខដល់ក្រុមគ្រួសារអតីតយុទ្ធជនដែលកំពុងតែរស់នៅក្នុងខេត្តកំពង់ធំពីសម្ដេចតេជោហ៊ុនសែនប្រធានសមាគមអតីតយុទ្ធជនកម្ពុជាព្រមទាំងបានផ្ដល់ជូននូវអំណោយដល់អតីតយុទ្ធជនដែលកំពុងតែជួបការលំបាកដោយសារតែជីវភាពខ្វះខាតឯកឧត្តមសេនីយ៍ត្រីសំសុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹកក្រុងកំពង់ធំនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំបានដឹកនាំសហការីចុះសួរសុខទុក្ខដល់ក្រុមគ្រួសារអតីតយុទ្ធជនដែលរស់នៅក្នុងស្រុកប្រាសាទសម្បូរខេត្តកំពង់ធំព្រមទាំងបាននាំយកអំណោយរបស់សម្ដេចតេជោហ៊ុនសែនចែកជូនដល់អតីតយុទ្ធជនចំនួន6នាក់ក្នុងមួយនាក់ទទួលបានអង្ករ25គីឡូក្រាមមីម៉ាម៉ា1កេសនិងថវិកា50000រៀលសម្រាប់ជាការលើកទឹកចិត្តពិធីចុះសួរសុខទុក្ខដល់អតីតយុទ្ធជនដែលត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី19ខែមេសាឆ្នាំ2017គឺជាការផ្សារភ្ជាប់ចំណងមេត្រីភាពរវាងកងកម្លាំងនិងអតីតយុទ្ធជនបានបញ្ជាក់ពីការយកចិត្តទុកដាក់របស់ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំនិងក្រុមការងារប្រធានសមាគមអតីតយុទ្ធជនស្រុកក្រុងជាពិសេសជាការផ្ដាំផ្ញើរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឲ្យមើលថែអតីតយុទ្ធជនឲ្យបានល្អបំផុតក្រុមគ្រួសារអតីតយុទ្ធជនទាំង6គ្រួសារបានថ្លែងអំណរគុណនិងអរគុណដល់សម្ដេចតេជោហ៊ុនសែនប្រធានសមាគមអតីតយុទ្ធជនកម្ពុជាដែលបានសន្តោសប្រណីដល់អតីតយុទ្ធជនគ្រប់រូបដោយមិនបានបំភ្លេចចោលឲ្យរងទុក្ខវេទនាដោយជីវភាពខ្វះខាតនិងមិនបានដឹងឮពីអាជ្ញាធរនោះឡើយហើយក៏សូមអរគុណដល់ឯកឧត្តមសេនីយ៍ត្រីសំសុនប្រធានសមាគមអតីតយុទ្ធជនខេត្តដែលបានយកចិត្តទុកដាក់ចុះធ្វើបច្ចុប្បន្នភាពស្រង់ស្ថិតិពីអតីតយុទ្ធជនដែលរស់នៅខេត្តកំពង់ធំដោយមិនខ្លាចនឿយហត់ឯកឧត្តមសេនីយ៍ត្រីសំសុនបានមានប្រសាសន៍ថានេះគឺជាកាតព្វកិច្ចនិងជាភារកិច្ចសំខាន់ដើម្បីជួយដល់បងប្អូនអតីតយុទ្ធជនដែលកំពុងតែរស់នៅក្នុងខេត្តកំពង់ធំកំពុងតែស្ថិតនៅក្នុងជីវភាពខ្វះខាតជួបការលំបាកជាពិសេសអ្នកដែលមានដីអត់ផ្ទះអ្នកដែលមានផ្ទះមិនសមរម្យនិងអ្នកគ្មានដីគ្មានផ្ទះនឹងត្រូវបានដោះស្រាយជាបន្ទាន់តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍គុណគឹមអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាដើម្បីសាងសង់ផ្ទះជូនជាអំណោយរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីឲ្យអតីតយុទ្ធជនមានទីជម្រកស្នាក់នៅសមរម្យខេត្តកំពង់ធំខ្ញុំប៊ុនរដ្ឋាធ្វើសេចក្តីរាយការណ៍